តើអ្នកទាំងអស់គ្នាខ្ញុំធ្វើការប្រាប់អ្នកទាំងអស់គ្នាអំពី down កម្មវិធី YouTube ដែលអាច lock screen ចាក់ស្ដាប់ចម្រៀងបានឥឡូវអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅក្នុងជ្រុងទៅហើយវាយពាក្យដែលខ្ញុំបានសរសេរនៅលើជ្រុងហ្នឹងទៅមានពាក្យថា APK ហើយ PURE ហ្នឹងហើយអ្នកទាំងអស់គ្នាវាយពាក្យហ្នឹងមកហើយវាយអក្សរ APK ពីក្រោយហើយដាក់ download មកវានឹងចេញអក្សរ A ហ្នឹងនោះ APK ហ្នឹងមកហើយធ្វើការចុចលើវាហើយអ្នកទាំងអស់គ្នាធ្វើការ download មកចូលក្រោមបន្តិចមកនឹងឃើញអក្សរ download អ្នកទាំងអស់គ្នាធ្វើការ download វាសិនទៅដោយសារទូរស័ព្ទនេះវាប្រភេទទូរស័ព្ទ version ចិនអញ្ចឹងវារៀងពិបាក down តិចអ្នកទាំងអស់គ្នាពេលអ្នកទាំងអស់គ្នា down កម្មវិធីនេះហើយឥឡូវខ្ញុំធ្វើការ down ហើយវាពេញហើយឥឡូវខ្ញុំចាប់ផ្ដើម install វាចេញមកដោយសារ version ចិនវារៀងពិបាក install តិចអ្នកទាំងអស់គ្នាបាទវាទូរស័ព្ទ version ចិនណាការ install ម្ដងហ្នឹងអត់ចេញទេតោះ install 2 ដងមិនចេញបានវាដំណើរការវាចេញមកក្រៅហ្នឹងហើយវាមិនដូចទូរស័ព្ទអីប្រភេទ Oppo version Zen វា install តែម្ដងមកចេញហើយខ្ញុំ install មកវាតែវាអត់ចេញទេអ្នកនរគ្នាព្រោះវាប្រភេទជា version ចិនអញ្ចឹងខ្ញុំធ្វើការចូលទៅ down វាម្ដងទៀត install វាម្ដងទៀតធ្វើការ install វាម្ដងទៀតចឹងមកវាដានហើយវាដានគឺវាបានហើយយើងចេញមកក្រៅមកយើងនឹងឃើញនោះអក្សរ A ពណ៌បៃតងហ្នឹងយើងចុចលើវាមកយើងចុចលើវាហើយយើងធ្វើការ down យើងវាយពាក្យថា YouTube ហើយអក្សរ V ពីក្រោយយើងដាក់ YouTube ហើយអក្សរ V ហើយ YouTube វាមានពណ៌ខ្មៅយើងត្រូវ down YouTube យើងដាក់អក្សរ YouTube ហើយអក្សរ V ពីក្រោយយើងនោះយើងឃើញហើយBonnet to B ហ្នឹង Bonnet to B យើងចុចលើវា install down កម្មវិធីហ្នឹងចេញមកហ្នឹងហើយកម្មវិធីហ្នឹងបញ្ជាក់គឺវា down ទៅវារៀងយឺតតិចអញ្ចឹងអ្នកនរគ្នាគួរតែ down ហើយចាំវាបន្តិចវាអត់ដូច Play Store down ទៅវារៀងលឿនអញ្ចឹងយើងត្រូវការចាំវាបន្តិចទៅឥឡូវវា down បានពេញហើយយើងអាចចាក់ស្ដាប់បានហើយពេលដែលអ្នកទាំងអស់នេះចាក់ស្ដាប់គឺអាច lock sound បានជំរឿពេលខ្ញុំចាក់ស្ដាប់ខ្ញុំដាក់បទចម្រៀងមួយបទគឺ AI Music មើលខ្ញុំចាក់ហើយខ្ញុំធ្វើការ lock screen ឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងហើយ